លោកគ្រូប៊ុនធឿនក៏ព្រះអង្គសម្ដែងថាសមថកម្មដ្ឋានមាន40វិបស្សនាកម្មដ្ឋានមាន73មានខណ្ឌ5ជាដើមសមថកម្មដ្ឋានមាន40គឺអនុសតិ10អសុភៈ10កសិន10ព្រំវិហារធัว4អាហារបដិកូលសញ្ញា1ធាតុ4 និងអរូប4ក្នុង40នេះបុគ្គលថ្មីចម្រើនបានតែ35ទេដក5ចេញគឺអរូប4និងឧបេក្ខាព្រំវិហារធัว1ព្រោះមានអានុភាពដល់គណៈចិត្តទាំង4ឬក៏ទី5ចតបច្ឆានគឺបញ្ចច្ឆានតែម្ដងសមកម្មដ្ឋាន35នេះគឺកម្មដ្ឋាន10គឺអនុសតិ8ដកកាយកត្តា1និងអាណាបា1និងអាហារបដិកូលសញ្ញា1ធាតុ4 1មានសភាវធម៌ជាអារម្មណ៍មានអនុភាពត្រឹមឧបចារចិត្តកម្មដ្ឋាន21គឺអសុភៈ10កសិន10កាយកត្តា1មាននិមិត្ត1ជាអារម្មណ៍ហើយអសុភៈ10កាយកត្តា1មានអសុភៈដល់គណៈចិត្តទី1កសិន10មានអនុភាពដល់គណៈចិត្តទី4ឬទី5ចតបច្ឆានឬព្រំវិហារធัว3ដកឧបេក្ខាព្រំវិហារធัว1មានអារម្មណ៍កំណត់មិនបានមានអនុភាពដល់គណៈចិត្តទី3ទី4តតយច្ឆានឬក៏ចតុច្ឆាន